ប្រការណាព្រះតេរានុរារូបអង្គសេទីគោរពសក្ការៈបងប្អូនជនរួមជាតិទៅទីស្រឡាញ់ជាថ្មីម្ដងទៀតបញ្ហាបច្ចេកទេសនៅតែជាប្រភេទចំណោទប៉ុន្តែសង្ឃឹមថាលើកនេះប្រហែលជាលើកទី3នឹងមិនមានបញ្ហាចំណោទទៀតទេទៅលើបញ្ហាប្រព័ន្ធអ៊ីនធឺណិតសម្រាប់ប្រើប្រាស់នៅក្នុងការិយាល័យនៅផ្ទះខ្ញុំណាខ្ញុំដោយដែលបរិយាគុណប្រសង់និងបងប្អូនជនរួមជាតិបានជ្រាបហើយយុគនេះខ្ញុំប្រកាសថាខ្ញុំបានមកខំចិត្តដើម្បីឆ្លើយតបភ្លាមទៅកាន់មេបពប្រឆាំងដែលប្រមាថចំពោះគណៈបកកណ្ដាលរាជរដ្ឋាភិបាលនិងខ្លួនខ្ញុំប្រកាសថាខ្ញុំវាប្រៀបដូចជាទឹកមួយដំណក់ដែលធ្វើឲ្យកែវនេះកំពុះហើយអាចនិយាយបានថាទឹកមួយដំណក់នេះបំផ្លាញនូវភាពស្ងប់ស្ងាត់សម្រាប់ទឹកទាំងអស់នៅក្នុងកែវតែម្ដងបន្ទាប់ពីការដែលខ្ញុំប្រកាសថាខ្ញុំបានបញ្ជូនចេញតាមទំព័រ Facebook របស់ខ្ញុំប្រកាសថាខ្ញុំថ្ងៃនេះយើងបានទទួលនៅប្រតិកម្មពីប្រធានបកប្រឆាំងគឺអាដាមសំរងស៊ីតែម្ដងដែលក្នុងឋានៈគាត់ជាកូនជួនគាត់ជាតិសំសេរីគាត់បាននិយាយថាសូមអភ័យទោសប្រសិនបើធ្វើឲ្យនរណាមួយឈឺចាប់ប៉ុន្តែគាត់ក៏បាននិយាយមកជាមួយនៅពាក្យដែលថាអ្នកនយោបាយត្រូវមានសុជីវធម៌បន្ថែមលើនោះកូនចៅរបស់គាត់បានធ្វើនៅការផ្សព្វផ្សាយមួយចំនួនតាមទំព័រ Facebook ប៉ុន្តែខ្ញុំប្រកាសថាខ្ញុំក៏សូមយកឱកាសនេះដើម្បីទាញនៅអារម្មណ៍ចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋឲ្យងាកត្រឡប់មើលទៅគ្រាដើមឡើងវិញនៅឆ្នាំ2008នៅពេលយុទ្ធនាការបោះឆ្នោតសំរងស៊ីខ្លួនឯងបានធ្វើដំណើរទៅឯមូលដ្ឋានពេលនោះសំរងស៊ីបានចំអល់ទៅកាន់រូបទេសាជន3នាក់ដែលមានសម្ដេចជាស៊ីសម្ដេចហេងសំរិទ្ធនិងខ្ញុំប្រកាសថាខ្ញុំដែលលើកឡើងថាអា3នាក់គឺជាអាចៅលោកជាតិអាកដាលគឺខូចជាតិគឺខ្ញុំប្រកាសថាខ្ញុំប្រកាសថាខ្ញុំចង់សួរអាដាមសំរងស៊ីចង់សួរទៅអ្នកដែលធ្វើការនិយាយតម្លៃថាខ្ញុំប្រកាសថាខ្ញុំប្រើពាក្យអសុរោះតើសម្ដីជេរប្រមាថអាចៅលោកជាតិដែលរួមមានទាំងសម្ដេចហេងសំរិទ្ធសម្ដេចជាស៊ីដែលអាចបង្កើតក្បាលសំរងស៊ីបាននោះតើនេះជាសម្ដីសុជីវធម៌របស់អ្នកនយោបាយឬទេក្រៅពីនោះតើសំរងស៊ីបានធ្វើអ្វីខ្លះសម្រាប់ខ្ញុំប្រកាសថាខ្ញុំមិនមែនជាបញ្ហាដែលខ្ញុំប្រកាសថាខ្ញុំចង់ទេក៏ប៉ុន្តែវាជារឿងពិតដែលខ្ញុំប្រកាសថាខ្ញុំត្រូវតែនិយាយទូលប្រកេតចំពោះព្រះសង្ឃគ្រប់ព្រះអង្គជាទីសក្ការៈដើម្បីបានជ្រាបថារឿងខ្ញុំប្រកាសថាខ្ញុំដល់ចំណុចផ្លូវរបត់មួយដែលខ្ញុំប្រកាសថាខ្ញុំពិបាកនឹងយល់និងអធិស្ឋានចំពោះសំរងស៊ីខ្លាំងណាស់នេះជាលិខិតដែលសំរងស៊ីបានផ្ញើឲ្យខ្ញុំប្រកាសថាខ្ញុំនៅឆ្នាំ2006ពេលនោះសំរងស៊ីបានធ្វើការសុំអភ័យទោសជាមួយនឹងកំហុសឆ្គងទាំងឡាយដែលគាត់បានប្រព្រឹត្តចំពោះខ្ញុំប្រកាសថាខ្ញុំលិខិតនេះគាត់បានចោទខ្ញុំប្រកាសថាខ្ញុំថាខិតបានបញ្ជាពីក្រោយខ្នង
ខ្ញុំសូមអាននៅលិខិតរបស់គាត់ត្រង់ចំណុចនេះវងបាតកោថ្ងៃទី30 ខែមីនា ឆ្នាំ1997 នៅមុខរដ្ឋសភាការចោទសម្ដេចនាយករដ្ឋមន្ត្រីថាប៉ុនប៉ងសម្រាប់អិសរាជជន5នាក់និងការចោទប្រកាន់មួយចំនួនទៀតមកលើសម្ដេចនាយករដ្ឋមន្ត្រីឡាក់និងឡាក់ចាប់ពីពេលនេះតទៅខ្ញុំនឹងផ្លាស់ប្ដូរអេរិយាបថរបស់ខ្ញុំដើម្បីបញ្ចប់បញ្ហាទាំងអស់នោះហើយជៀសវាងមិនឲ្យបញ្ហាបែបនេះកើតឡើងកើតមានឡើងទៀតជាទូទៅខ្ញុំសម្រេចចិត្តថាមិនត្រូវយកបញ្ហាបុគ្គលជាធំទេតែត្រូវផ្ដោតអារម្មណ៍ទៅលើបញ្ហាជាតិឯនោះវិញដែលត្រូវរកដំណោះស្រាយដោយសន្តិវិធីនិងដោយគោរពគ្នាទៅវិញទៅមកនេះជាលិខិតដែលសំរងស៊ីបានធ្វើសូមអភ័យទោសចំពោះខ្ញុំប្រការណាខ្ញុំកាលពីឆ្នាំ1996សំរងស៊ីបានធ្វើលិខិតសុំទោសជាបន្តបន្ទាប់រហូតដល់ថ្ងៃក្រោយនេះគឺដែលមានទៅលើទំព័រ Facebook ហើយស្រេចដែលខ្ញុំប្រកាសថាខ្ញុំបានផ្សព្វផ្សាយអំពីសំរងស៊ីបានសុំទោសខ្ញុំប្រកាសថាខ្ញុំនៅថ្ងៃទី29 ខែតុលាកន្លងទៅនេះវាកំពុងស្ថិតនៅក្នុងទូរស័ព្ទរបស់ខ្ញុំប្រកាសថាខ្ញុំដែលយុគមិញនេះខ្ញុំបរណាខ្ញុំក៏បានផុសជូនចំពោះប្រសង់និងប្រជាពលរដ្ឋបានជ្រាបហើយដែរហើយពេលនោះខ្ញុំប្រកាសថាខ្ញុំនៅក្នុងថ្ងៃតែមួយតែប្រហែលម៉ោង2ម៉ោងក្រោយខ្ញុំប្រកាសថាខ្ញុំក៏បានឆ្លើយតបអរគុណចំពោះគាត់ថ្ងៃ29 ខែតុលាឆ្នាំ2015រហូតមកដល់ថ្ងៃ10 ថ្ងៃ11 ខែតុលានេះវាគៀកពេលតិចណាស់នៅពេលដែលសំរងស៊ីសុំអភ័យទោសពីខ្ញុំប្រកាសថាខ្ញុំបើសិនជាមានកំហុសគឺបែរជាគាត់បើកការវាយប្រហារសាជាថ្មីម្ដងទៀតមកលើខ្ញុំប្រកាសថាខ្ញុំដែលខ្ញុំប្រកាសថាខ្ញុំចាត់ទុកថានេះជាទឹកមួយដំណក់ដែលធ្វើឲ្យកែវទាំងមូលកំពុះតែម្ដងខ្ញុំប្រកាសថាខ្ញុំត្រូវតែលាតត្រដាងហើយហៅសំរងស៊ីច្បាស់ថាជាកូនរបស់ចៅគាត់ជាតិសូមអ្នកទាំងឡាយទាំងសំរងស៊ីទាំងអ្នកគ្រប់គ្រងសំរងស៊ីកុំចោទប្រកាន់ខ្ញុំថាជាមនុស្សនិយាយភាសាអសុរបើចង់ប្រកាសចោទប្រកាន់គឺសូមចោទប្រកាន់សម្ដេចព្រះនរោត្តមសីហនុឯនោះទៅវិញទេព្រោះរឿងរ៉ាវវាបានកើតឡើងនៅក្នុងអតីតកាលដែលខ្ញុំប្រកាសថាខ្ញុំសូមទូលប្រគេនថាចាប់ពីពេលនេះតទៅប្រហែលជា Fresh News នឹងមានការផ្សព្វផ្សាយអំពីការនិពន្ធសៀវភៅរបស់សម្ដេចព្រះនរោត្តមសីហនុនាយករដ្ឋមន្ត្រីក្នុងសារព័ត៌មានអ្នកជាតិនិយមលេខ1លេខ2និងលេខ3ដែលសម្ដេចព្រះនរោត្តមសីហនុបានរៀបរាប់យ៉ាងច្រើនអំពីអំពើក្បត់របស់សង្ឃសេនីក្រៅពីនោះនេះក៏នឹងមានលិខិតផងដែរទាក់ទិនជាមួយនឹងការឆ្លើយឆ្លងលិខិតដែលមានទាំងសម្ដេចព្រះមហាក្សត្រយានីដែលការឆ្លើយឆ្លងនេះពាក់ព័ន្ធនឹងអំពើមិនធម្មតារបស់សង្ឃសេរីដែលមានប្រពន្ធចឹងនិងវាយប្រពន្ធចឹងនៅឯប្រទេសអង់គ្លេសហើយដែលត្រូវទទួលការប្តឹងដែលថាមើលងាយស្ត្រីក្នុងពេលដែលប្រទេសអង់គ្លេសមានមហាក្សត្រីព្រះរាជាមហាក្សត្រ
គឺជាព្រះរាជិនីអេលីសាបេតនេះកាលពីសម័យដើមគឺមាននៅក្នុងក្រសួងការបរទេសកម្ពុជាមានផ្នែកមួយហៅថាសំសេរីអាហ្វែរគឺការងារតកតងនឹងសំសេរីតែម្ដងដែលមានការឆ្លងឆ្លើយបែបនេះអញ្ចឹងទេខ្ញុំប្រកាសណាខ្ញុំអត់តន់ហ៊ានហៅលោកសំសេរីថាជាឯកឧត្តមខ្វាត់ជាតិឬក៏លោកសំសេរីជាអ្នកស្នេហាជាតិទេឯកឧត្តមសំរងស៊ីត្រូវឲ្យច្បាស់ខ្លួនឯងបើគ្មានការធ្វើនីតិសម្បទានណាមួយពីសំណាក់អង្គការកំពូលណាមួយទេឯកឧត្តមនៅតែមានឈ្មោះថាជាកូនអ្នកក្បត់ជាតិដដែលឯកឧត្តមហៅខ្ញុំថាជាជនក្បត់ជាតិប្រមាថខ្ញុំប្រមាថមេដឹកនាំគណៈបព្វជិជនថាជាជនក្បត់ជាតិលក់ដីឲ្យបរទេសឬធ្វើអាយ៉ងឲ្យបរទេសក៏ប៉ុន្តែខ្ញុំសូមជម្រាបថាខ្លួនខ្ញុំក្តីអ្នកដឹកនាំគណៈបព្វជិជនក្តីគ្មានប្រវត្តិថោកទាបដូចជាឪពុករបស់ឯកឧត្តមទេឯកឧត្តមត្រូវដឹងឲ្យច្បាស់ថាបើសិនជាគ្មានការធ្វើនីតិសម្បទានណាមួយឯកឧត្តមនៅតែជាប់នៅក្នុងបញ្ជីជាតិរបស់ឯកឧត្តមថាជាកូនរបស់ចៅខ្វាត់ជាតិសំសេរីដែលកាលសម័យនោះខ្ញុំក៏នៅក្មេងដែរទីគឺខ្ញុំបានស្ដាប់នៅមានភាសាអាសារីឆ្កែខ្ញុំមិនតូចមិនធំខ្លួនខ្ញុំខ្លួនធំជាងឆ្មាសម្រាប់ខ្ញុំភាសាអស់ទាំងនេះគឺជាភាសាដែលពិបាកស្ដាប់នៅក្នុងសម័យកាលនៃប្រទេសទំនើបរបស់យើងប៉ុន្តែខ្ញុំក៏អត់មានសិទ្ធិកែប្រែប្រវត្តិសាស្ត្របានទេខ្ញុំសូមឯកឧត្តមសំរងស៊ីអ្នកគ្រប់គ្រងទាំងឡាយមេត្តាផ្ដល់យុត្តិធម៌ឲ្យពួកខ្ញុំកុំនិយាយសុជីវធម៌ឲ្យខ្ញុំធ្វើសុជីវធម៌ដាក់ខ្លួនហើយខ្លួនបែរជាបំពេញលើរូបខ្ញុំនិងអ្នកដឹកនាំរបស់ខ្ញុំគ្រាន់តែនិយាយតាមសម្ដេចព្រះនរោត្តមសីហនុដែលពេលនោះព្រះអង្គនិពន្ធតែប៉ុណ្ណោះខ្ញុំមិនបានបង្កើតពាក្យសំសេរីក្បត់ជាតិទេតែពាក្យសំសេរីក្បត់ជាតិបានកើតនៅក្នុងរជ្ជកាលនៃរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយមក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្ដេចព្រះនរោត្តមសីហនុសង្ឃឹមថាពាក្យចាស់លោកពោលថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់សង្ឃឹមថាឯកឧត្តមនឹងអាចខ្យល់បោះប៉ើមឆ្ងាយពីគល់បន្តិចកុំធ្វើដូចជាឪពុករបស់ឯកឧត្តមដោយសារចរិតរបស់ឯកឧត្តមឈាមជ័ររបស់ឯកឧត្តមដូចឪពុកឯកឧត្តមនឹងហើយបានជាឯកឧត្តមមិនញញើតនៅក្នុងការប្រើពាក្យអសុរោះអសិលធម៌និងគ្មានសុជីវធម៌នេះចំពោះរូបខ្ញុំនិងថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាអារម្មណ៍ត្រូវចាំពីពេលនេះតទៅបើមិនតាន់មាននីតិសម្បទាទេសម្រាប់ជូនឯឪពុករបស់ឯកឧត្តមឪពុករបស់ឯកឧត្តមនៅតែមានឈ្មោះថាសង្ឃសេរីក្បត់ជាតិដែលជាឪរបស់សំរងស៊ីខ្លួនឯងអញ្ចឹងទេខ្ញុំត្រៀមខ្លួនដើម្បី
năng thưa nị tệ xăm và tiền nào mui chun cho bộ ơi lệ đọc còn cái giảm na cả đó nhưng mình trong vòng tiên từ lưới bảo để giả ti bởi trong đó đồng nay thà ơi lệ đâm ruột chạm phốt ẩm vi ẩm phơi cái bọt chết việc to để khi ông đã cầm hộp từ lưới sầm đánh làm một đòn xây lúc khi ông mà ai chơi bàn thì đôi chân của bọt từ đúng này mê đâm non có chết mùi ní cứ chưa của bọt từ đúng quất ai đâm hai khi ông chỉ chuyên của chuyện hai sầm đánh chưa xin sầm đánh hay sầm lên nâng luôn khi ông tha chia cho lộ chuyện ai đâm chuyện nét bằng cao đòi luôn hay ta đi rơi chia sẻ chi với họ rồi bỏ ai đâm nâng cao mốc miền nét control ai đâm bằng to tiếp ai đâm prao biếtประมาทการเปลี่ยนรูปแบบนี่เชื่ออย่างไรตีมุ้ยแต่ช่องช่องบัญชีบัญไทยไอ้ดำอ้างเอ้ยนี่ยัยให้ไอ้ดำใบจะสองตู้ไอ้ดำเปรียบเทียบช่องเติมนั่งกระดาษไอ้ดำบ้านนี่ยัยเอาตีเปี้ยว่าปทอสันแต่นี้ถ่าบ่ช่องจับเจ้าเติมตึกกี่เจ้าตาได้เชื่อสัจจีว่าท่อในเนี่ยนโยบายรุ่นตีสมไอ้ดำพักได้จำลายเชื่อแล้วนำทั่วตาบอสไรหอยบาทสมเข้มสักคำถามยื่นต่ออครีจะห่อห้องหล่อมองเช่นในเย่พิษาตรำหายกรุบเครียดตัววิ่งตัวบอกจำได้ที่บีได้ช่องจ้องดีบอสไรขนมมวยหรือยาการจงกล่าวนี้ไอ้ดอกใบเชื่อหรือยืดท้ากันนะปะไปชี้ชวนคลาดใจชนะมันเฮียนเพื่อการบัตรเราจองบ่องคลายจอการบัตรเราช่องกัวใจจะเรียบจุนไอ้ดอกตัววิ่งถ่ายใครไอ้ดอกตัววิ่งตีไอ้ดอกในชามบานตีในมุนบ่อชนะชนะปีปอนดาใบก็นักปราตผู้ไอ้กับบ้านตัวชุบไอ้ดอกดอกที่สระกัดแต่ดักน้องด้อยอนุประเทศนี้จะประเดี๋ยวกันโดนในที่ปัจจุบันนั้นอาตัยตะประเทศราชพีฟิลิปปินส์คณะปราผู้หมดครบไอ้ดอกบ้านในเยี่ยขาโจร่วมบอชนาดแต่มันตัวสกอตลันด์พอดบอชนาดมันตอนแต่บอชนาดพ่อไอ้ดอกมันตัวสกอตลันด์พอดบอชนาดเปรุทางไอ้การเก็บดอลเชื่อสมบูรณ์มวยถ่ายโจบอสันเจียไอ้ดอกชินาวิตาพูดอย่างไรมันเหมือนจะเลือกตีมวยที่ไอ้ดอกบ้านนี่เยี่ยที่สารนี่ไอ้เลยมันตอนดอลไปหรือเรียกบอชนาดไอ้ดอกดาวเตะบอกพบปรับที่ปรับไอ้ปรับบอลที่ท้าคณะปะวิจุดดังจากรถชัยมันจำที่การบอกเราไอ้ดอกเติมเมียนพอตาอะไรใช่ปะปล่อยยัดชดบอลระเบิดกูมาต่อการเจ้าประกันเติมเมียนพอตาอำเภอนี่วิจิกาบริหารกีหรือก็อย่างนั้นยังเที่ยวเติมปีนัดอภิปรายใช่ปะเลือปัญหานี่หาส่งก็หมดตรงบ่อสันเชียบเลยใช่ปะไตรจักรกันจะพูดอะไรหรอคล้วนเชียงตอนบานสวัสดิ์ด่าใบส้มญี่ปุ่นส้มออสเตรเลียส้มสหรัฐอเมริกาด่าใบส้มเอาช่วยกองนายตำรวจการบอชนาเยอะมากเพื่อการร่วมเพียด่าใบเรียบจอบในฉบับเตะตองในการบอชนายุนการในการบอชนาเราโหดเยอะแก่รัฐธรรมนูญไอ้เลยก็พวงใต้ดำนาการจบcái hai thằng cho chúa xài bỏ ta mà giết tại sự nhận là bàn quay ta haiพ่อละไว้บ้านเจริญเพื่อ
នោះគឺតម្រូវឲ្យមានការបោះឆ្នោតឃុំនៅឆ្នាំ2017និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ2018សូមឯកឧត្តមប្រយ័ត្នប្រយែងនឹងការធ្វើសេចក្តីថ្លែងការណ៍បំពានលើបកកណ្ដាលអំណាចនិងលើរាជរដ្ឋាភិបាលយើងអាចចាត់ចំណាត់ការផ្លូវច្បាប់ប្រសិនបើឯកឧត្តមនៅតែបន្តឲ្យម្ដងហើយម្ដងទៀតលើកមុនឯកឧត្តមតែងរត់ចេញពីប្រទេសខ្ញុំបានលើកលែងទុកសូមលើកលែងទុកឲ្យឯកឧត្តម2ដងរួចស្រេចទៅហើយតែលើកនេះសង្ឃឹមថាឯកឧត្តមមិនអាចរត់រួចតទៅទៀតទេបើសិនជាមានការចាំបាច់យន្តការច្បាប់មិនអាចផ្ដល់ជូនឯកឧត្តមបានតទៅទៀតទេប្រសិនជាឯកឧត្តមនៅតែបង្រៀនខ្ញុំសូមប្រជាពលរដ្ឋកម្ពុជាប្រសពនឹងប្រជាពលរដ្ឋកម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិចំចាំឲ្យច្បាស់ការបោះឆ្នោតត្រូវធ្វើទៅតាមការកំណត់ឃុំសង្កាត់ត្រូវធ្វើនៅពាក់កណ្ដាលឆ្នាំ2017គឺមានរយៈពេល5ឆ្នាំពេញអាណត្តិហាក់ដូចជាក្នុងខែមិថុនាឆ្នាំ2017ត្រូវធ្វើការបោះឆ្នោតឃុំសង្កាត់ដែលយើងកំពុងប្រើថវិកាយ៉ាងច្រើនដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសម្រាប់ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតជប៉ុនសហភាពអឺរ៉ុបកំពុងជួយទៅលើការចុះឈ្មោះ DI តែយើងធ្វើដើម្បីអ្វីគឺធ្វើដើម្បីបោះឆ្នោតហើយដើម្បីបានឯកឧត្តមបោះឆ្នោតថាគណៈបកប្រជាជនមិនចង់បោះឆ្នោតតើឯកឧត្តមមានផុសតាមទេយើងខ្ញុំនឹងពិនិត្យខាងផ្លូវច្បាប់ចំពោះបញ្ហានេះតែឯកឧត្តមកម្រិតចំណុចទីការបោះឆ្នោតថ្នាក់ជាតិនឹងត្រូវធ្វើនៅក្នុងខែកក្កដាអាទិត្យទី4ថ្ងៃអាទិត្យទី4នៃខែកក្កដាឆ្នាំ2018តដែរហេតុអ្វីបានជាត្រូវធ្វើយ៉ាងដូចនេះខ្ញុំនៅទីនេះបានចរចាតាមជាមួយឯកឧត្តមតាមរយៈទូរស័ព្ទពេលនោះយើងគិតថាប្រហែលជាយើងអាចបោះឆ្នោតនៅខែកុម្ភៈឆ្នាំ2018ការបោះឆ្នោតឃុំខែកុម្ភៈឆ្នាំ2017យើងបានព្រៀងឲ្យទៅទៀតប៉ុន្តែពេលនោះអនុប្រធានឯកឧត្តមគឺឯកឧត្តមកឹមសុខាមិនយល់ស្របក្រោយមកចរចានៅក្នុងនៅឯវិមានរដ្ឋសភាថ្ងៃទី22ខែកក្កដា2014ខ្ញុំបានស្នើដាក់ថាការបោះឆ្នោតត្រូវប្រព្រឹត្តទៅនៅក្នុងខែអាទិត្យទី4ខែកុម្ភៈខាងឯកឧត្តមវិញទេដែលបាននិយាយថាចាំដាក់នៅពេលក្រោយយើងបានខិតខំធ្វើការទាំងអស់គ្នាប៉ុន្តែឥឡូវមកទល់នឹងរដ្ឋធម្មនុញ្ញទៅហើយมันអាចផ្លាស់ប្ដូរបានទៀតទេខ្ញុំសូមបញ្ជាក់ជូនឯកឧត្តមថាមាត្រា78នៃរដ្ឋធម្មនុញ្ញគឺបានចែងថានីតិកាលរបស់រដ្ឋសភាមានកំណត់5ឆ្នាំហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែងរដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយវាលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលត្រូវបានទម្លាក់2ដងក្នុងរយៈពេល12ខែចំណុចនេះឯកឧត្តមត្រូវច្បាស់យើងអត់មានសិទ្ធិទៅដកតំណែងសភាមុនជាប់អាណត្តិបានទេពេលដែលយើងកែរដ្ឋធម្មនុញ្ញដើម្បីបង្កើតនៅចំពោះមួយតាក់ទងទៅនឹងគណៈកម្មការជាតិរៀបចំការបោះឆ្នោត
dương ớt ban nỉ dây từ đó bánh hai tầng đi đôi chứ này ca bó sót miền tây bắn to từ tàng chúng ta bỏ nào để lọt thơ bị vụt hỏi người dụ rộng đấy nâng bậc ca từ 8 chúng ta để ba ăn nhà không nghe ca sọc sài chỉ khăn để đam ban promat mưa nghi chồng quốc ri ra thẳng vào chồng quốc cả nát tạo gì nâng chồng quốc hụt chồng sẵn không ta e đam nâng net control e đam người ta dương hỏi ban cho bác e đam trâu chom thả tập hiếp ca để đam vô một phát tác nơi tí đi cứ sự việc càng bớt nào nơi may mà đây phải chỉ bỏ ra bỏ dưới tay cả hơi tập phù bia đó chốt chơi nơi phù bia chốt chơi nơi may mà là bỏ bạc phải chăng cứ cu ở cao thở xa khẳng nát dương ốc ra đó chiều muối nên cao bọt nó đồng nái ca tới đau rồi lú tụ bay miên hâm xa bật tay bật đuôi cả làm được không đồng nái ca người dứt nghĩa ca bọt nó còn trái ca bọt nó thì ban của bật tay đau rồi lú hỏi bạc và chắn còn không tử tua chuốc chi cu hỏi lên thực chất còn tay em đón tới trăm ở chỗ mắt nơi may mà cùng miền ca bọt nào mà phây phang sang nuôi mà nay chỉ ca bọt nào lược đồng bộ để miền caประกวดไปchơi đòi bắt để vô vai chỉ chẳng không bị năm bị bọn đâu để miền ca bọt nào đòi mình miền bắt và chẳng chủ luôn hỏi năm bị bọn đọc tí cứ bỏ bổng tinh bật thêm asanaในขนมสปีจำนวนประมาณคือใส่สับอาสระประดับผลใจสำหรับกัมพูชียืดบาดบวชนาปรำเลือกรุ่ยมาให้โดยซาแต่เรื่องนี้ให้บานเจ้าไอ้รับประโยชน์ถ่ายในกัมพูชีเขาปีสเปียกาในไม่อย่างมากนั่งกัมพูชีมันโดยเครียดที่สมเพียบการนั่งไม่อยู่มาทรงใบแต่ราชนาสมป้อนอ่องนักก็มันโดนขึ้นได้รัฐมนตรีนั่งไม่อยู่มาแต่สาตกมาไปปรำเพียร้อยกับไอ้ขนมสปีสำหรับผู้เดียนสำหรับนั่งไปได้ยืดอัดเมียนโคตาสำหรับเนื้อนาทีแต่ว่าชอบได้ไปเชื่อที่ประเทศเขาตาไอ้ดำยูที่เนื้อไว้เนื้อบ้านได้เมียนเนื้อไม่มานั่งได้เมียนเนื้อกัมพูชีให้ได้ไว้บ้านที่ไอ้ดำพลอนเนื้ออ่อมน้าเจ้าบ่พลอนเนื้อจุกจี้อะไรบ่ลูกจุ่มเตี้ยวอันส่วนสุจีหมกถ้วยจีจุกจี้คือไอ้เนื้อกัมพูชีtrong mình vô toแต่sao muốn đi hay đóng tay để làm chụp chi rồi quan đẹp thôi bạn để bọn bố nơi tôi đi gì nơi Libya nơi Egypt nơi Ukraine trong cõi để xem nơi trăm ai đóng bây để miền bạn để bọn bố nơi Ukraine trong cõi ai đóng thà bạn để bọn nát phải di chuyển nơi Ukraine nằm chết một đó Campuchia khôngไอ้ดำไต่แต่พระปฏิกาได้เงินกาปดูรุ่มลุ่มเราบอกในประเทศนี้ในมาชมบุพีนั่งในเราในอุกฤษหมกเพื่อเชื่อปฏิบัตินโยบายในกัมพูชีผลแต่ดอลเปอร์ได้เคยถามแต่อิรักแต่ลิบีแต่ซีรีแต่เยเมนแต่อียิปต์นั้นแต่อุกฤษสุดแต่เมื่อปัญหาสังเกตบอกโฮชิวให้ดองหักโดยเจตนาเทียมจบพวกสมเด็จการนี้ตัวเอง
ប៉ុន្តែឯកឧត្តមបានឆក់យកឱកាសជោគជ័យរបស់លោកស្រីអានស៊ុនស៊ូជីមកធ្វើជាជោគជ័យរបស់ខ្លួនថែមទាំងឯកឧត្តមអពាវនាវឲ្យសហគមន៍អន្តរជាតិជួយផ្ទេរអំណាចនៅឆ្នាំ2018ឯកឧត្តមសង្ឃឹមតែឈ្នះជាការសម័យទាំងថ្ងៃត្រង់ជាការដេកយល់សពទាំងថ្ងៃត្រង់ឯកឧត្តមប្រកួតមួយជីវិតហើយចាញ់ខ្ញុំរហូតឥឡូវនេះពីនេះដល់ឆ្នាំ2018ឥឡូវខែវិច្ឆិកាឆ្នាំ2015យើងនៅសល់ជិត3ឆ្នាំទៀតទើបដល់សភាពការកម្ពុជាហេតុអ្វីបានជាឯកឧត្តមទាញយកចំណេញអំពីបញ្ហានេះតើសភាពការនៅម៉ៃយ៉ាម៉ាមានអ្វីនឹងកើតឡើងតើឯកឧត្តមយកមកទេឧទាហរណ៍ខ្ញុំលើកជាចំណុចមួយដើម្បីឲ្យឯកឧត្តមចាំឲ្យច្បាស់នៅម៉ៃយ៉ាម៉ានៅមានការប្រយុទ្ធរវាងកងទ័ពដែលមានបដិវុធខុសគ្នានិងត្រួតត្រាតំបន់ខុសគ្នានៅឡើយទេប្រសិនបើរដ្ឋាភិបាលថ្មីมันអាចគ្រប់គ្រងបានបទឈប់បាញ់ដែលទៅចុះហត្ថលេខានៅក្នុងពេលយុទ្ធនាការមុនពេលយុទ្ធនាការបោះឆ្នោតតើឯកឧត្តមយល់ថាទាញយកសភាពការនៅម៉ៃយ៉ាម៉ាមកដាក់នៅកម្ពុជាបានទេឯកឧត្តមកុំយកតែល្អសូមយកទាំងអាក្រក់មកជាមួយមកបើសិនជាឯកឧត្តមចង់ធ្វើការពិភាក្សាប៉ុន្តែយ៉ាងណាក៏ដោយក្នុងឋានៈជាមេដឹកនាំជាតិម្នាក់ដែលបានបូជាជីវិតនៅទីនេះស្លាប់រស់ជាមួយប្រជាពលរដ្ឋស៊ីអត់ស៊ីគ្លៀនមិនដែលរត់ចោលប្រជាពលរដ្ឋខ្ញុំមិនចង់ឲ្យមានសភាពការអ្វីកើតឡើងនៅក្នុងប្រទេសរបស់យើងទេនៅក្នុងប្រទេសរបស់យើងទេឯកឧត្តមតែងតែបង្កើតនៅចរាចរណ៍ឲ្យខ្ញុំសូមបញ្ជាក់សំណុំរឿងរបស់ឯកឧត្តមមិនតន់ចប់ទេឯកឧត្តមបានបំផុសឲ្យកម្មករចេញមកធ្វើបាតកម្មបង្កើតនៅហិង្សាគ្រោះថ្នាក់ដល់អាយុជីវិតទ្រព្យសម្បត្តិប្រជាពលរដ្ឋទ្រព្យសម្បត្តិឯកជននិងទ្រព្យសម្បត្តិរដ្ឋឯកឧត្តមនៅមិនតាន់រួចខ្លួនទេសំណុំរឿងឯកឧត្តមកុំភ្លេចថាទាំងឯកឧត្តមកឹមសខានិងអ្នកដទៃទៀតអត់តាន់រួចខ្លួនទេមិនតាន់រួចខ្លួនទេកុំថាខ្ញុំគម្រាមប៉ុន្តែផ្លូវច្បាប់វាយ៉ាងដូចនេះឯងឯកឧត្តមនិយាយពីនីតិរដ្ឋភាពប៉ុន្តែខ្លួនឯកឧត្តមកំពុងតែបំពេញឲ្យធ្វើនីតិរដ្ឋភាពសង្ឃឹមថាមានមនុស្សមួយចំនួននឹងមើលកំពុងមើលការផ្សាយបន្តផ្ទាល់ដែលជាអ្នកនៅជាមួយឯកឧត្តមហើយឯកឧត្តមនឹងអាចបើកមើលអត្ថាធិប្បាយរបស់ខ្ញុំឲ្យបានច្បាស់មិនមែនជាការប្រមានចំពោះឯកឧត្តមទេក៏ប៉ុន្តែខ្ញុំគ្រាន់តែបកស្រាយទីមួយសុជីវធម៌តើឯកឧត្តមមានសុជីវធម៌គ្រប់គ្រាន់ដើម្បីនឹងបដៅខ្ញុំឲ្យឬនៅខ្ញុំគ្រាន់តែនិយាយតាមសម្ដេចព្រះនរោត្តមសីហនុអំពីសំសេរីគាត់ជាតិតែឪគាត់ជាតិវាត្រូវកូនមានឈ្មោះថាកូនអាគាត់ជាតិហើយគេមិនដែលហៅឯកឧត្តមគាត់ជាតិទេគេហៅអាគាត់ជាតិនេះជាសម្ដីដើមថាសម្ដីដែលឯកឧត្តមហៅថាអាចោលលក់ជាតិអា3នាក់អាចោលលក់ជាតិទៅជាសម្ដីដែលចេញពីមាត់ឯកឧត្តមសម្ដីកូនអាគាត់ជាតិគឺជាសម្ដីដែលខ្ញុំនិយាយតាមឯកសារដែលមានកាលពីជាង50ឆ្នាំមុនឯកឧត្តមសូមឯកឧត្តមត្រូវចងចាំតើឯកឧត្តមគ្រប់គ្រាន់ដើម្បីនឹងបដៅខ្ញុំលើបញ្ហាសុជីវធម៌ហើយឬនៅអ្វីដែលឯកឧត្តមបានធ្វើឯកឧត្តមបានសុំទោសខ្ញុំជាញឹកញាប់ប៉ុន្តែសូមឯកឧត្តមកុំស្រមៃតទៅទៀតនៅការសុំទោសសម្រាប់ខ្ញុំក៏សូមប្រាប់
ai đó từ lứa bánh hát tệ ton là ca bò sao dược đáy khác bò sao nơi nông khai mỹ tổ năng năm people đọc bởi sẵn ra ca bò sao không rứa có ai khá khẽ u dự bía có thả ba sầm khăn lứa rót một tay mà tay chặt chạy lứa bà nhà đi còn tay sầm rắp nhóm nguyên cô bóng non trong bệnh viện ở chỗ bác thả chọn ai trong các xa không sẵn cắt bệnh cho khả năng nơi quê để cái chắp rám chô căn này cứ bỏ ra tới tăng ca còn nó nơi khả năng bỏ kia ai ca bỏ ra thả chiếc nằm trơn tới thua à tức nông à tức ti buồn nên khai cả cả đà năm pi pon đọc của mày chỉ ca cả mà xong hay đóng cộng đau bông con cộng đau bốc phát của chị bảo hỏi xong hay đóng hiên chỗ sắp đào bấy với chôm chồng mốc cho quốc sự việc cả mày đi sừng cơm thả và chưa bảo bỏ hiu đã theo cả nào theo nguyên ca trong bách đào bấy năng để dây dàng được chuyện này mình mới chưa cả trong ban đã bỏ trong cả nào theo không thẳng nặng chia để dụ rằm đấy ngay về đây chia này chắc cả một chiều tin không thẳng nặng chia để dụ rằm đấy trong cả nào trong ban sẽ cái đây sốc trong ao miên sẽ thế được biết để dụ bà son để sốc chẳng đáp pháp chẳng cung đại chia mua là than thông một phút đào bay ca áp tỷ quan xây từ kênh sòng cung nâng cắt bằng phoi tiếp cây cỏ bạc và chăm từ vinh tê đại chuyển định chỉ cao kênh dốc trong nanh ông pi a sẽ thê được biết là dấu bà kê trong bằng cao ở miền a sẽ thê được biết là dấu bà chót chuyển định ta là dạy cả nhu nhung ở trong và cả là kiểu khăn ta là dạy cả nhu nhung ở miền bà nhà nụ cả là đối với bát cam nơi nhu nhung nâng bát cam nơi ai đi cầu bari đại trong tất cả là trong mình dưới đời trong thả bảo khmiên miền bát cam nơi nhu nhung nâng khmiên miền bát cam nơi ai bari tế để riêng trong đời bạc phải chẳng thế vì có khmiên miền bát cam nơi đi cầu của mình đây ngay chia sẻ từ vô vai đôi kia hỏi xong nè control cả nắp bạc đi chút nè control đi cho nó thập ba tiêm luôn đã bay chơi to chọn vô từng vừa à khóc ra bỏ bạc phải chăng nằm nè control ra bỏ kịp mình mới chia ca cái đích thằng A của chùa Thiền Ti có bàn tay dương chơi to sức tôi là sức bắp tôi nâng bọt là mưa và đáp ở bốt tôi nâng ẩm bơ đá miếng trời đất chia cá đua đục đục ní hơi chia được biết cục krong ẩm này bắt can ra thật hóa vì chứ bạn á miền nè control trơn chiêm bạc phải chăng tuột bay bạc phải chăng con uất cái cang ra cả đâu tranh mà đong hơi mà đong tiết mà đong hơi mà đong tiết còn tay luôn ai cứ mình prom từ tôi rước lá từ khoai bó sao trên đích chưa cả mùi pon của mua rơi cây ra của mấy pi pon mấy nằm pi pon đã bay thưa đó thi bọn to pi bó ra đuôi hơi tay ta đau mà trùng sân tớ bán chạp ra trùng ta rương đấy bị giảm anh bà ở sân chia mình trôn mấy con mình trôn mà là hồ tớ về xương còn ta đồng nay và thiên giờ kia đồng rơi ở cây trời thơ tệ cả bom ôn nữa bó snot hỏi bạc phải chăng trở lại mình men bánh ham mình bọc ở đây này cả bó snot đi tại cứ chia đồng nay và thiên giờ kia
នៅថ្ងៃទី16ខែកញ្ញាឆ្នាំ2013គេទៀមទាគ្រប់គ្រងសភារឿងនេះវាជាប់ពាក់គេធ្វើបាតកម្មដើម្បីចាប់បង្ខំយើងក៏ប៉ុន្តែគេក៏បានដឹងថាយើងមានបន្តក្រហមនៅត្រឹមណាដែលពួកគេត្រូវប្រឈមជាមួយនឹងហានិភ័យយើងបានកំណត់បន្តក្រហមនៅពេលដែលណែបញ្ចេញសិទ្ធិខុសជាមួយនឹងច្បាប់ឈានដល់ដំណាក់កាលនៃការព្រួយរំលំយើងអស់ជំរឿនហើយអ្នកក៏នឹងទទួលបាបកម្មតាមអ្វីដែលអ្នកបានសាកតែប៉ុណ្ណោះខ្ញុំប្រកាសណាខ្ញុំសូមបដិជាគុណព្រះសង្ឃគ្រប់ព្រះអង្គនិងបងប្អូនជនរួមជាតិមេត្តាអភ័យទោសចំពោះអ្វីដែលខ្ញុំប្រកាសណាខ្ញុំចាំបាច់ត្រូវនិយាយបន្ថែមទៅលើដែលខ្ញុំប្រកាសណាខ្ញុំបានបង្ហោះជាលេខអក្សរនៅពីយុគមិញនេះតាមរយៈការអត្ថាធិប្បាយបែបនេះសូមអរគុណសូមអរគុណ